នេះជារបៀបដែល Porsche បង្ហាញអាចកំបាំងរបស់ Honda ដោយចៃដន្យហើយវាជារឿងមួយក្នុងប្រវត្តិសាស្ត្ររថយន្តដែលគេហៅថាចិត្តតូចបំផុតក្រុមហ៊ុនផលិតរថយន្តមានទម្លាប់ទិញរថយន្តរបស់គូប្រជែងរបស់ខ្លួនដើម្បីយកមកសាកល្បងប្រៀបធៀបជាមួយគំរូរថយន្តដែលពួកគេកំពុងអភិវឌ្ឍហើយវិភាគបច្ចេកទេសរបស់វាដើម្បីរៀនពីចំណុចខ្លាំងផ្សេងៗដំណើរការនេះត្រូវបានគេហៅថា benchmarking ហើយស្ទើរតែគ្រប់ម៉ាករថយន្តទាំងអស់សុទ្ធតែធ្វើបែបនេះនៅពេលដែល Honda កំពុងអភិវឌ្ឍរថយន្ត Honda NSX ចំនួនថ្មីវិស្វកររបស់ពួកគេបានទិញរថយន្តចំនួន2គ្រឿងដោយលាក់អត្តសញ្ញាណគឺ McLaren 12C និង Porsche 911 GT3 ប៉ុន្តែអ្វីដែលពួកគេមិនបានគិតដល់នោះគឺរថយន្ត Sport ទំនើបសប្តាហ៍ថ្ងៃក៏ត្រាទិន្នន័យស្ទើរតែគ្រប់យ៉ាងទៅក្នុងប្រព័ន្ធដូចជាប្រអប់ខ្មៅ Black Box ហើយភ្នាក់ងារសេវាកម្មរបស់ក្រុមហ៊ុនអាចចូលមើលទិន្នន័យទាំងនោះបាននៅពេលយករថយន្តទៅថែទាំភ្នាក់ងាររបស់ McLaren បានចាប់អារម្មណ៍នៅពេលឃើញថារថយន្តត្រូវបានបើករហូតដល់ល្បឿនអតិបរមារបស់វាដែលជារឿងមិនធម្មតាសម្រាប់ម្ចាស់រថយន្តថ្មីទោះជាយ៉ាងណាពួកគេមិនបានចាត់វិធានការអ្វីទេប៉ុន្តែ Porsche មិនងាយអត់ឱនបែបនោះទេនៅពេល Porsche 911 GT3 ត្រូវបានយកចូលសម្រាប់ការកែតម្រូវបញ្ហាម៉ាស៊ីនជាងជួសជុលបានកត់សម្គាល់ថារថយន្តនេះត្រូវបានប្រើប្រាស់នៅលើទីលានប្រណាំងយ៉ាងខ្លាំងលើសពីការបើកបរធម្មតាឆ្ងាយណាស់បន្ទាប់មកពួកគេបានពិនិត្យប្រវត្តិ GPS ហើយរកឃើញថារថយន្តនេះតែងតែបង្ហាញទីតាំងនៅកន្លែងដដែលមួយដែលស្ថិតនៅជាប់នឹងមជ្ឈមណ្ឌលសាកល្បងរថយន្តរបស់ Honda នោះហើយជារបៀបដែល Porsche ដឹងថា Honda កំពុងប្រើរថយន្តរបស់ពួកគេសម្រាប់ការស្រាវជ្រាវនិងអភិវឌ្ឍ NSX ថ្មី